ឥឡូវនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកម្ដងឆែក$2,000តើនឹងមកដល់នៅពេលណាបាទឥឡូវនេះកំពុងតែមានការពិភាក្សាគ្នាយ៉ាងផលផុសផងដែរពីព្រោះលោកប្រធានាធិបតី Donald Trump លោកបានបង្ហើបថាលុយដែលបានមកពីពន្ធគយពន្ធបដិការដែលលោកដាក់ដើម្បីយកពីប្រទេសនានាហ្នឹងឥឡូវនឹងសល់លុយច្រើនដែលអាចនឹងចែករហូតដល់$2,000សម្រាប់ក្រុមគ្រួសារអាមេរិកាំងណាដែលមានប្រាក់ចំណូលមធ្យមនិងចំណូលទាបអាចទៅដល់$2,000សម្រាប់អ្នកដែលធ្វើការគាត់ប្រាប់ពាក្យ working American អញ្ចឹងគឺបើតាមលោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលោកបាននិយាយនៅថ្ងៃអាទិត្យនេះបាទលោកបាននិយាយនៅក្នុងបទសម្ភាសន៍ហ្នឹងក៏ថាគឺឥឡូវនេះលោកប្រធានាធិបតី Donald Trump បាទកំពុងតែរៀបចំសំណើហ្នឹងដើម្បីចេញឆែកម្នាក់$2,000ទៅឲ្យពលរដ្ឋអាមេរិកភាគច្រើនតែម្ដងក៏ប៉ុន្តែការអាចអនុញ្ញាតឲ្យបាននេះក៏ត្រូវការអនុម័តពីសភាដែរមិនអាចចេញភ្លាមបានទេអញ្ចឹងគឺមិនទាន់ទេអញ្ចឹងលោកបានប្រាប់ទូ Fox News ថាយើងចាំមើលសិនមើលពីព្រោះឲ្យយើងត្រូវការច្បាប់មួយដែរដើម្បីអាចអនុញ្ញាតឲ្យបោះលុយឆែកនឹងផ្ញើទៅប្រជាពលរដ្ឋអាមេរិកបាទហើយគាត់បាននិយាយថាអាចនឹងផ្ញើចេញជូនប្រជាពលរដ្ឋអាមេរិកបាទពីព្រោះអីលោកប្រធានាធិបតីបាននិយាយប្រហែលដងហើយណាប្រហែលថ្ងៃហ្នឹងហើយគឺលោកនឹងផ្ដល់ជូនពលរដ្ឋអាមេរិកក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺប្រិមិត្តមួយចំនួនបានដឹងហើយគឺក្រុមហ៊ុនមួយចំនួនគេដាក់ប្តឹងទៅតុលាការឥឡូវនេះសំណុំរឿងប្តឹងរដ្ឋបាលលោកត្រាំដែលថាយកពន្ធគយដោយប្រើច្បាប់គ្រីមានអសន្ននោះគឺខុសគោលការណ៍ឥឡូវនេះគឺប្តឹងឲ្យលុបចោលច្បាប់នឹងវិញបទបញ្ជានឹងវិញអញ្ចឹងតើលុយនឹងអាចនឹងតុលាការកពូលសម្រាប់កាត់បន្ថយយ៉ាងម៉េចអីយ៉ាងម៉េចដូច្នេះបើសិនជាឲ្យឥឡូវហ្នឹងតើទៅសងយ៉ាងម៉េចរហូតដល់មានអ្នកខ្លះនិយាយថាស្អែកនឹងចេញថ្ងៃ8 10ទៀតបើចេញថ្ងៃគៀថ្ងៃពុធនឹងទៀតបាទអ្នកដឹងច្បាស់ដល់ថ្នាក់នឹងទៀតអ្នកមកសួរខ្ញុំថាខ្ញុំអត់ទទួលបានព័ត៌មានអញ្ចឹងទេបាទហើយក៏មានការព្រួយបារម្ភមួយទៀតដែរគេថាបើសិនជាកាលណាផ្ញើឆែកនឹងទៅហ្នឹងគឺរបៀបដោយការរដ្ឋបាលលោក Biden ក្រោយពី COVID ហ្នឹងបញ្ជូនលុយឲ្យ$1 trillion ជាងមកគឺធ្វើឲ្យមានអតិផរណាផងដែរមនុស្សពេលដែលមានលុយនៅក្នុងដៃគាត់ចំណាយបាទគាត់ចំណាយអញ្ចឹងទៅគឺចាំមកគ្រួសារលេងប្តីប្រពន្ធកូននេះស្រាប់4,000 5,000 6,000ហ្នឹងក្រាស់ដែរណា